ជំរាបសួរលោកគ្រូនេះខ្ញុំឈ្មោះខុំស៊ីណាតឡើងមកសង្ខេបខ្លឹមសារមេរៀនសប្តាហ៍ទី5ដែលនិយាយអំពីការវាតម្លៃនៅក្នុងម៉ោងសិក្សានិងការវាតម្លៃតាមដំណាក់ដោយផ្អែកទៅលើការវាតម្លៃបញ្ចប់ដែលចូលដល់ចំណុចទី1សេចក្តីផ្ដើមវាមានសារៈសំខាន់ណាស់នៅក្នុងការយល់ដឹងថាតើការវាតម្លៃតាមដំណាក់កាលហ្នឹងវាបែបណាដែលអ្នកកំពុងប្រើហ្នឹងហើយនឹងរបៀបប្រើប្រាស់វាឲ្យមានប្រសិទ្ធភាពនៅពេលដែលការវាតម្លៃតាមដំណាក់ទោះបីវាមានលក្ខណៈបែបណាក៏ដោយក៏វាត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវនិងមានភស្តុតាងដែលថាមានអត្ថប្រយោជន៍វិជ្ជមានទៅលើការសិក្សានិងការលើកទឹកចិត្តរបស់សិស្សបន្ទាប់ពីការពិចារណាដោយសង្ខេបអំពីប្រភេទផ្សេងៗនៃការវាតម្លៃតាមដំណាក់យើងនឹងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅទៅលើប្រភេទដែលមានប្រសិទ្ធភាពបំផុតអ្វីជាការវាតម្លៃនៅក្នុងម៉ោងសិក្សានិងអន្តរកម្មរវាងគ្រូនិងសិស្សចំពោះ2វត្តនៃការវាតម្លៃតាមដំណាក់កាលដែលការវាតម្លៃតាមដំណាក់ហ្នឹងគឺជាដំណើរការនៃការប្រមូលភស្តុតាងនៃការរៀនរបស់សិស្សនិងការផ្ដល់មតិកែលម្អព័ត៌មានត្រឡប់ដល់សិស្សនិងការកែលម្អយុទ្ធសាស្ត្រនៃការបង្រៀននិងការសិក្សាដែលលើកកម្ពស់ដល់សមិទ្ធផលផងដែរហើយចំពោះដំណើរការនៃការវាតម្លៃតាមដំណាក់ហ្នឹងគឺទី1ការវាតម្លៃភស្តុតាងដែលជាការបកស្រាយមិនមានភាពលំអៀងទី2ផ្ដល់មតិត្រឡប់ទៅសិស្សមានន័យថាភ្លាមឬក៏ពន្យាពេលថាផ្ដល់មតិឲ្យគាត់ភ្លាមឬក៏ពន្យាពេលទី2មានថាច្បាស់លាស់3កែលម្អការបង្រៀនមានន័យថាជំហានបន្ទាប់ឬក៏សកម្មភាពរបស់សិស្សទី4ប្រមូលភស្តុតាងនៃការសិក្សាការសង្កេតមិនផ្លូវការឬក៏សួរសំណួរលំហាត់ដែលមានរចនាសម្ព័ន្ធឬក៏ស្វ័យតម្លៃរបស់សិស្សចូលមកដល់ចរិតលក្ខណៈនៃការវាតម្លៃតាមដំណាក់វិញគឺមានន័យថាគឺជាគុណលក្ខណៈឬក៏លក្ខណៈពិសេសនៃការវាតម្លៃដែលធ្វើឡើងនៅក្នុងដំណាក់ការរៀនដើម្បីជួយឲ្យសិស្សមានការកែលម្អឬក៏អភិវឌ្ឍការរៀនឲ្យប្រសើរឡើងជាបន្តបន្ទាប់ហើយការវាតម្លៃតាមចរិតលក្ខណៈនេះមានដូចជាការវាតម្លៃមានលក្ខណៈជាបន្តបន្ទាប់ធ្វើឡើងជារឿយក្នុងអំឡុងម៉ោងរៀនមិនមែនចាំបាច់នៅចុងម៉ោងនោះទេគោលបំណងនៃការវាតម្លៃហ្នឹងមានលក្ខណៈជាបន្តហ្នឹងគឺដើម្បីឃើញការរីកចម្រើននិងបញ្ហារបស់សិស្សទី2គោលបំណងជួយឲ្យសិស្សរៀនប្រសើរឡើងមិនមែនសម្រាប់ដាក់ពិន្ទុឬក៏វាតម្លៃជាចុងក្រោយទេប៉ុន្តែជួយឲ្យសិស្សដឹងថាតើខ្លួននឹងត្រូវកែប្រែអ្វីឬក៏ធ្វើអ្វីដើម្បីឲ្យលទ្ធផលនឹងបានល្អទី3ការផ្ដល់មតិយោបល់ជាក់លាក់មានន័យថាគ្រូគួរតែណែនាំឬក៏ប្រតិបត្តិត្រឡប់មកវិញដើម្បីឲ្យជួយឲ្យសិស្សហ្នឹងកែលម្អនិងអាចអនុវត្តបានទី4មានការចូលរួមរបស់សិស្សអាចធ្វើជាកិច្ចការផ្ទាល់ខ្លួនដើម្បីសិក្សាពីកំហុសខ្លួនឯងនិងឬក៏ការធ្វើជាការងារក្រុមដើម្បីឲ្យដឹងពីកំហុសរបស់មិត្តភ័ក្តិខ្លួនឯងឬក៏ការធ្វើកិច្ចការផ្ទាល់ខ្លួនដើម្បីដឹងពីកំហុសរបស់ខ្លួនឯងទី5ភាពបបបែនគ្រូអាចប្រើវិធីសាស្ត្រផ្សេងដូចជាសួរសំណួរកិច្ចការផ្ទះការសង្កេតឬក៏ការពិភាក្សាអ្វីផ្សេងដែលគ្រូដាក់ឲ្យនឹងអាស្រ័យទៅលើបរិបទឬក៏សមត្ថភាពរបស់សិស្សទី6ផ្ដោតទៅលើការបង្រៀនមានថាគ្មានការផ្ដោតទៅលើលទ្ធផលចុងក្រោយទេប៉ុន្តែផ្ដោតលើថ្ងៃនេះដែលសិស្សបានរៀនយ៉ាងយូរដោយមិនដេញមានន័យថាមិនមែនផ្ដោតទៅលើលទ្ធផលចុងក្រោយអីទេក៏ប៉ុន្តែគួរតែផ្ដោតទៅលើសមិទ្ធផលឬក៏ការរៀនទទួលបានចំណេះដឹងអ្វីខ្លះនៅក្នុងថ្ងៃនេះតែម្ដង7ជំនួយក្នុងការសម្រេចចិត្តរបស់គ្រូអាចកែប្រែបំណងសិក្សាឬក៏កិច្ចការឬក៏របៀបរៀនដោយផ្អែកទៅលើសមិទ្ធផលវាតម្លៃតាមដំណាក់តែម្ដងចូលមកដល់ប្រភេទនៃការវាតម្លៃតាមដំណាក់វិញដែលមានន័យថារបៀបឬក៏ទម្រង់ផ្សេងដែលគ្រូប្រើសម្រាប់តាមដាននិងគ្រប់គ្រងដំណើរការបង្រៀនដំណើរការរៀនរបស់សិស្សនៅពេលដែលកំពុងបង្រៀនហ្នឹងគោលបំណងហ្នឹងគឺដើម្បីកែលម្អការរៀនមិនមែនដាក់ពិន្ទុចុងក្រោយទេដែល
ការវាតម្លៃគឺការវាតម្លៃតាមប្រភេទហ្នឹងមានដូចជាទី1ការសង្កេតហ្នឹងគ្រូសង្កេតអកប្បកិរិយាការចូលរួមការងារក្រុមនិងរបៀបសិស្សដោះស្រាយបញ្ហាមានន័យថាគ្រូប្រមូលព័ត៌មានតាមរយៈការមើលដោយផ្ទាល់តែម្ដងទី2សំណួរនិងការឆ្លើយសំណួរគ្រូសួរសំណួរផ្ទាល់មាត់ឲ្យសិស្សសរសេរឆ្លើយដើម្បីពិនិត្យនឹងការយល់ដឹងភ្លាមតែម្ដងជួយឲ្យគ្រូនឹងដឹងថាសិស្សយល់អ្វីនិងមិនយល់អ្វីទី3កិច្ចការខ្លីៗដូចជាលំហាត់ខ្លីៗការអនុវត្តភ្លាមឬក៏ដែលមានន័យថាប្រើកិច្ចការតូចងាយហ្នឹងដើម្បីវាស់ការយល់ដឹងវាស់ការយល់ដឹងរបស់គាត់នឹងឥតឈប់ឈរមានន័យថាឲ្យគាត់មានសកម្មភាពនៅក្នុងថ្នាក់ច្រើនជាជាងឲ្យគាត់ទំនេរចោលឬក៏និយាយលេងច្រើនដែលធ្វើបែបនេះដើម្បីឲ្យចង់ដឹងថាគាត់អាចយល់មេរៀនដល់កម្រិតណាគាត់អាចដឹងមេរៀនច្រើនដល់កម្រិតណាដើម្បីឲ្យគ្រូនឹងអាចវាតម្លៃគាត់តាមនឹងដែរដែលទី4ការវាតម្លៃខ្លួនឯងដោយខ្លួនឯងមានន័យថាសិស្សវាតម្លៃការរៀនរបស់ខ្លួនឯងនឹងដែលជួយឲ្យសិស្សយល់ដឹងពីកម្លាំងនិងចំណុចដែលត្រូវកែលម្អសម្រាប់ខ្លួនឯងតែម្ដងដែលទី5ការវាតម្លៃដោយមិត្តភ័ក្តិសិស្សផ្ដល់មតិយោបល់ចំពោះដំណើរការងាររបស់មិត្តភ័ក្តិជួយការរៀនគ្នាទៅវិញទៅមកនិងបង្កើនការយល់ដឹងទី6កិច្ចការងារក្រុមមានន័យថាគ្រូវាតម្លៃវិធីដែលសិស្សធ្វើជាការងារក្រុមការចូលរួមនិងលទ្ធផលស្នាដៃជាក្រុមដែលជួយលើសមត្ថភាពសហប្រតិបត្តិការទី7ស្នាដៃមានន័យថាប្រម៉ូស្នាដៃជាបន្តបន្ទាប់ដូចជាស្នាដៃសរសេរគំនូរការងារគម្រោងដែលមានន័យថាគឺជាការវាតម្លៃដែលរីកចម្រើននៅក្នុងរយៈពេលវែងផងដែរទី8មតិយោបល់គ្រូផ្ដល់មតិយោបល់ជាក់លាក់សរសេរឬក៏សរសេរឬមាត់ដែលដើម្បីណែនាំសិស្សថាគ្រូផ្ដល់មតិយោបល់ជាក់លាក់សរសេរឬក៏និយាយផ្ទាល់មាត់ដើម្បីណែនាំសិស្សសំខាន់ជាងគេគឺការកែលម្អតែម្ដងចូលមកដល់ការប្រមូលភស្តុតាងសម្រាប់ការវាតម្លៃនៅក្នុងម៉ោងសិក្សាដែលមានន័យថាការប្រមូលព័ត៌មានឬក៏ឯកសារផ្សេងដែលបង្ហាញពីការយល់ដឹងសមត្ថភាពឬនឹងដំណើរការរៀនរបស់សិស្សនៅពេលដែលកំពុងបង្រៀនហ្នឹងគឺគោលបំណងគឺដើម្បីឲ្យគ្រូនឹងដឹងថាសិស្សយករបៀបណាតើសិស្សនឹងគាត់កំពុងតែជួបបញ្ហាអ្វីតើសិស្សត្រូវការជំនួយឬក៏កែលម្អផ្នែកណាខ្លះនិងការកែប្រែការបង្រៀនឲ្យសមរម្យបែបណាខ្លះហើយចំពោះការកែលម្អនេះមានដូចជាទី1សូមបញ្យល់នៃការប្រមូលទី1ការប្រមូលមានន័យថាយកព័ត៌មានចេញពីទស្សនៈនិងសកម្មភាពរបស់សិស្សឧទាហរណ៍ដូចជាការសង្កេតសំណួរកិច្ចការសន្លឹកការងារនិងការឆ្លើយតបអ្វីផ្សេងទី2ភស្តុតាងមានន័យថាអ្វីក៏បានដែលបង្ហាញអំពីសមត្ថភាពរបស់សិស្សឧទាហរណ៍លទ្ធផលការងារការឆ្លើយសំណួរពេលបង្រៀនកំណត់ត្រារបស់គ្រូសកម្មភាពនៅក្នុងក្រុមការសរសេរសង្ខេបនិងកិច្ចការអនុវត្តលើកន្លែងផ្សេងដែលគ្រូបានដាក់ឲ្យនឹងទី3នៅក្នុងម៉ោងសិក្សាហ្នឹងមានន័យថាត្រូវប្រមូលភស្តុតាងនៅពេលដែលកំពុងបង្រៀនមិនមែនក្រៅម៉ោងនោះទេដែលនេះគឺជាភស្តុតាងសម្រាប់ការវាតម្លៃតាមដំណាក់ហើយសារៈសំខាន់របស់ការហើយសម្រាប់សំខាន់នៅក្នុងការប្រមូលភស្តុតាងនេះដែលជួយឲ្យគ្រូនឹងដឹងពីការរៀនរបស់សិស្សបង្កើនប្រសិទ្ធភាពការបង្រៀនរបស់គ្រូអាចផ្ដល់មតិយោបល់ភ្លាមឬក៏កែលម្អសិស្សភ្លាមតែម្ដងអនុញ្ញាតឲ្យកែប្រែគោលដៅសិក្សាកិច្ចការឬក៏វិធីសាស្ត្របង្រៀនជួយសិស្សក្នុងការកែលម្អការរៀនដោយឆាប់រហ័សមានន័យថាបើសិនជាសិស្សគាត់អត់យល់មេរៀនដែលកំពុងបង្រៀននឹងទេអញ្ចឹងគ្រូគួរតែសង្កេតនិងជួយកែលម្អគាត់ឬក៏បញ្យល់គាត់នៅក្នុងម៉ោងរៀនផ្ទាល់តែម្ដងមិនមែនចាំបញ្យល់ឬក៏ណែនាំគាត់ក្រោយម៉ោងរៀននោះទេគួរតែណែនាំគាត់បញ្យល់គាត់នៅក្នុងម៉ោងរៀនតែម្ដងដើម្បីឲ្យសិស្សហ្នឹងគាត់យល់ដឹងថាគាត់ខុសអីឬក៏គាត់មិនយល់ពីអ្វីចំពោះការសង្កេតពេលម៉ោងរៀនហ្នឹងចាំបាច់ព្រោះវាជួយឲ្យ
គ្រូនឹងដឹងពីដំណើរការបង្រៀនសិស្សយ៉ាងជាក់ស្ដែងតែម្ដងមានប្រសិទ្ធភាពដែលទី1នឹងដើម្បីឲ្យដឹងថាសិស្សយល់ឬមិនយល់អ្វីការសង្កេតជួយឲ្យគ្រូនឹងឃើញភ្លាមណាអ្នកណាកំពុងតែយល់មេរៀនថាសិស្សមួយណាគាត់យល់មេរៀនឬក៏សិស្សមួយណាគាត់មានបញ្ហាឬក៏អ្នកណាដែលមិនស្ដាប់ឬក៏មិនផ្ដោតអារម្មណ៍នឹងគ្រូអាចដឹងតែម្ដងទី2តាមដានសមត្ថភាពការរីកចម្រើនថាការសង្កេតអនុញ្ញាតឲ្យគ្រូនឹងឃើញថាសិស្សមានជំនាញណាខ្លាំងមានថាសិស្សគាត់ម្នាក់ណាដែលយល់មេរៀនខ្លាំងឬក៏មួយណាដែលគាត់អាចរៀនលើមុខវិជ្ជាណាខ្លាំងត្រូវអភិវឌ្ឍផ្នែកណាមានថាគ្រូគួរតែមើលថាតើសិស្សមួយណាដែលអាចអនុវត្តផ្នែកណាបានខ្លាំងបំផុតឬក៏គួរមានការកែច្នៃឬក៏ប្រើចំណេះដឹងយ៉ាងដូចម្ដេចឲ្យដើម្បីឲ្យគាត់នឹងខ្លាចទៅជាសិស្សពូកែម្នាក់ទី3ដើម្បីផ្ដល់យោបល់ឲ្យបានត្រឹមត្រូវមានថាការសង្កេតផ្ដល់ព័ត៌មានពិតទើបគ្រូអាចផ្ដល់មតិយោបល់បែបណាណែនាំឬក៏ការលើកទឹកចិត្តការកែលម្អសិស្សឲ្យបានត្រឹមត្រូវនឹងទាន់ពេលវេលាតែម្ដងទី4ការគ្រប់គ្រងការរៀនសកម្មការសង្កេតជួយគ្រូឃើញថាតើសិស្សអាចចូលរួមនៅក្នុងសកម្មភាពដែរឬទេតើពួកគេធ្វើការងារជាក្រុមបានល្អដែរឬទេតើសិស្សនឹងអាចអនុវត្តជំនាញជាក់ស្ដែងបានយ៉ាងដូចម្ដេចណាចេះគ្រូគួរតែគ្រប់គ្រងឲ្យសិស្សនឹងមានការរៀនសកម្មនៅក្នុងថ្នាក់ដើម្បីឲ្យគ្រូនឹងដើម្បីឲ្យគ្រូខ្លួនឯងនឹងគាត់អាចសង្កេតឃើញថាតើសិស្សរបស់គាត់នឹងបានចូលរួមក្នុងសកម្មភាពក្រុមដែរឬទេឬក៏ពួកគាត់នឹងបានជួយការងារក្រុមដែរឬទេឬក៏ពួកគាត់នឹងបានអនុវត្តអ្វីដែលគ្រូដាក់ឲ្យជាក្រុមនឹងដែរឬទេដែលទី5និយាយអំពីការកែប្រែការបង្រៀនការសង្កេតសិស្សនឹងជួយឲ្យគ្រូនឹងសម្រេចថាត្រូវបញ្យល់បន្ថែមបែបណាត្រូវផ្ដល់ឧទាហរណ៍បន្ថែមបែបណាឬក៏ត្រូវបដូរវិធីសាស្ត្របង្រៀនបែបណាហ្នឹងដើម្បីឲ្យសិស្សនឹងឆាប់យល់គាត់បង្រៀនឆាប់យល់មេរៀនដែលគាត់កំពុងតែបង្រៀននេះផ្ទាល់តែម្ដងដើម្បីឲ្យសិស្សនឹងដើម្បីឲ្យការបង្រៀនរបស់គាត់នឹងមានប្រសិទ្ធភាពផងដែរទី6ដើម្បីកាត់បន្ថយបញ្ហាអាកប្បកិរិយាថាគ្រូសង្កេតឃើញថាតើសិស្សណាមិនមានសកម្មឬក៏អ្នកណាមានបញ្ហាអាកប្បកិរិយាតើគ្រូនឹងត្រូវជួយដោះស្រាយបែបណាដើម្បីឲ្យកាត់បន្ថយបញ្ហាអាកប្បកិរិយាមិនល្អហ្នឹងការបង្ហាញតាមទឹកមុខមានន័យថាការបង្ហាញអារម្មណ៍ការឆ្លើយតបរបស់មនុស្សនឹងតាមរយៈទឹកមុខដោយមិនចាំបាច់និយាយអ្វីទាំងអស់វាគឺជាសញ្ញាធម្មតាដែលសិស្សឬក៏មនុស្សទូទៅនឹងបង្ហាញអ្វីដែលគាត់កំពុងគិតឬក៏កំពុងមានអារម្មណ៍ថាយល់ឬក៏មិនយល់តាមទឹកមុខផ្ទាល់តែម្ដងហើយការផ្ដល់មតិយោបល់ហើយការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពហ្នឹងគឺមានន័យថាការផ្ដល់មតិយោបល់ឲ្យសិស្សជួយបែបលក្ខណៈថាណែនាំជាក់លាក់ត្រឹមត្រូវនឹងអាចអនុវត្តបានដើម្បីជួយឲ្យពួកគេនឹងមានការកែលម្អឬក៏សមត្ថភាពរបស់ខ្លួននឹងបានល្អប្រសើរឡើងដែលលក្ខណៈនៃការកែលម្អដោយប្រកបដោយប្រសិទ្ធភាពហ្នឹងទី1គឺថាភាពច្បាស់លាស់ឬក៏ជាក់លាក់មតិយោបល់នឹងត្រូវប្រាប់ថាតើសិស្សនឹងធ្វើមិនបានល្អត្រូវកែលម្អអ្វីដើម្បីឲ្យបានល្អត្រូវធ្វើបន្តយ៉ាងណាឬក៏ធ្វើបន្តបែបណាដើម្បីឲ្យការរៀននឹងឬក៏ការកែលម្អរបស់គ្រូនឹងទទួលបានលទ្ធផលល្អដើម្បីជៀសវាងការនិយាយថាល្អឬក៏មិនល្អអីអញ្ចឹងទៅទាន់ពេលវេលានឹងមានថាគ្រូផ្ដល់យោបល់ភ្លាមបន្ទាប់ពីសិស្សនឹងធ្វើសកម្មភាពឬក៏អនុវត្តបើសិនជាសិស្សខុសគ្រូគួរតែផ្ដល់មតិយោបល់ភ្លាមឬក៏ណែនាំសិស្សភ្លាមដើម្បីឲ្យគាត់ដឹងពីកំហុសរបស់ខ្លួនឯងដើម្បីងាយស្រួលក្នុងការដែលគាត់នឹងកែលម្អអាកប្បកិរិយាឬក៏កែលម្អការគិតរបស់គាត់ដើម្បីឲ្យគាត់នឹងបានលទ្ធផលល្អនៅក្នុងការសិក្សាផ្ទាល់តែម្ដងចំពោះការផ្ដល់ឱកាសឲ្យសិស្សឆ្លើយតបមានន័យថាសិស្សគួរតែអាចសួរចម្លើយបញ្យលគំនិតឬក៏កែលម្អសម្រួលការងារវិញមានន័យថាគ្រូគួរតែផ្ដល់ឲ្យសិស្សគាត់នឹងអាច
សួរសំណួរឬក៏សួរចម្លើយអំពីសំណួរមួយហ្នឹងថាដែលសិស្សហ្នឹងគាត់ឆ្ងល់ឬក៏មិនយល់អីហ្នឹងហើយបញ្យល់ជាគំនិតដើម្បីឲ្យសិស្សហ្នឹងអាចឆ្លើយសំណួរហ្នឹងបានយ៉ាងងាយស្រួលដើម្បីឲ្យសិស្សហ្នឹងគាត់យល់ថាអូសំណួរហ្នឹងគេឆ្លើយបែបអញ្ចឹងសំណួរហ្នឹងគេឆ្លើយបែបអញ្ចឹងទៅដើម្បីឲ្យសិស្សហ្នឹងគាត់មានកាន់តែមានការអភិវឌ្ឍគំនិតរបស់គាត់អាចឆ្លើយនៅសំណួរដែលគាត់ឆ្ងល់ហ្នឹងអាចឆ្លើយចម្លើយបានល្អហើយនឹងត្រឹមត្រូវទៀតផងចំពោះការបកស្រាយនៅខ្លឹមសារមេរៀនទី5របស់ខ្ញុំត្រូវបានបញ្ចប់សូមអរគុណលោកគ្រូ